nhưng mà đang thayประมาณឆ្នាំហើយទេដែលអ្នកគ្នារស់នៅក្នុងមួយកន្លែងអត់ហ៊ានធ្វើអីគេថ្មីអត់ហ៊ានចាប់ផ្ដើមធ្វើអ្វីដែលខ្លួនឯងស្រឡាញ់អត់មានទំនុកចិត្តទៅលើខ្លួនឯងសំបីតែដើរទៅក្រៅអត់ជឿចិត្តទៅលើខ្លួនឯងខ្ញុំមិនដឹងថាប្រហែលឆ្នាំទេដែលអ្នកគ្នាបានធ្វើជាមនុស្សបែបនេះឬក៏គិតថាខ្លួនឯងជាមនុស្សបែបនេះ but in this video ខ្ញុំនឹងប្រាប់អ្នកគ្នាថាតើធ្វើម៉េចទើបអ្នកគ្នាអាចក្លាយជា better version របស់អ្នកគ្នាឬក៏ the best version របស់អ្នកគ្នា this video ខ្ញុំមិនចង់ឲ្យអ្នកគ្នាមើលគ្រាន់តែថាចង់ត្រូវការ motivation មើលវីដេអូខ្ញុំដោយសារតែគ្រាន់តែចង់ស្ដាប់ដើម្បី you know ឲ្យអារម្មណ៍ល្អ plan plan no ខ្ញុំមិនចង់ឲ្យអ្នកគ្នាមើលវីដេអូខ្ញុំដោយសារមូលហេតុមួយហ្នឹងទេខ្ញុំចង់ឲ្យអ្នកគ្នាមើលវីដេអូខ្ញុំ put it in action okay like just do something like ចាប់ផ្ដើមធ្វើអីគេមួយ okay it's not like អ្នកគ្នាអត់មាន talent ឬក៏អត់មានសមត្ថភាពក្នុងការធ្វើអីមួយអ្នកគ្នាចំណាយពេលខ្លួនឯងចំណាយ energy របស់ខ្លួនឯងទៅលើអ្វីមួយទៀតដែលមិនមែនជាការ build up អ្នកគ្នា so in this video ខ្ញុំនឹង share ពីបទពិសោធន៍របស់ខ្ញុំ advice មួយចំនួនដែលខ្ញុំគិតថាអាចជួយឲ្យអ្នកគ្នាមាន confidence ទៅលើខ្លួនឯងបានអាចចាប់ផ្ដើមធ្វើអីគេមួយបាន okay let's do something okay do something គុំចំណាយពេលរបស់ខ្លួនឯងទៅលើអ្វីដែលអត់ប្រយោជន៍ and បើសិនជាអ្នកគ្នាចង់ចំណាយពេលរបស់ខ្លួនឯងបែបហ្នឹង that's fine but គុំ complain okay ព្រោះមួយចំនួនគឺនៅពេលដែលខ្លួនឯងធ្វើឲ្យកើតអ្វីដែលគាត់ធ្វើក៏គាត់ចូលចិត្តចាច់គេចូលចិត្តនិយាយពីគេហើយចូលចិត្តគិតថាខ្លួនឯងនឹងជា victim you know គិតថាខ្លួនឯងកំសត់គិតថាគេធ្វើបានដោយសារតែគេសំណាងបើសិនជាអ្នកគ្នាជាមនុស្សដែលចូលចិត្តនៅក្នុង comfort zone អត់ចង់ធ្វើអីអភិវឌ្ឍខ្លួនឯងទេ then goodបាត់គុំនៅកន្លែងហ្នឹងឲ្យ complain okay welcome to my YouTube channel ចំណុចទី1ហ្នឹងគឺខ្ញុំចង់ឲ្យអ្នកគ្នាយល់ថា 80% នៃជីវិតហ្នឹងគឺ confidence បើសិនជាអ្នកគ្នាចង់ធ្វើអីគេមួយ it's not about តើអ្នកគ្នាមាន talent ប៉ុណ្ណាតើអ្នកគ្នាប្រកែប៉ុណ្ណាអ្នកគ្នាអាចជាមនុស្សដែលឆ្លាតជាងគេនៅលើពិភពលោកស្អាតជាងគេនៅលើពិភពលោកថាអ្នកគ្នាល្អប៉ុណ្ណាក៏ដោយតែបើសិនជាអ្នកគ្នាអត់មាន confidence នៅក្នុងការបញ្ចេញអ្វីអ្នកគ្នាមានហ្នឹងទេស្មើនឹងអត់ okay and អត់មានអ្នកគេខ្វល់អំពី talent របស់អ្នកគ្នាទេអត់មានអ្នកគេខ្វល់អំពីថាតើនៅក្នុងខួរក្បាលមកគ្នាអ្នកគ្នា you know like មានគំនិតដ៏ល្អបំផុតឬក៏ whatever អត់មានអ្នកគេខ្វល់ទេអ្វីមួយទៀតខ្ញុំចង់ឲ្យអ្នកគ្នាដឹងហ្នឹងគឺ life is what you think it is life វាអត់មានអត្ថន័យមួយណាឲ្យប្រកបទេអត្ថន័យរបស់ជីវិតគឺវា depend ទៅលើអ្នកគ្នាអ្នកដាក់ឲ្យវាសម្រេចថាអ្នកគ្នា choose life បែបណាដាក់អត្ថន័យឲ្យជីវិតហ្នឹងបែបណា why ខ្ញុំនិយាយបែបហ្នឹងដោយសារតែមនុស្សភាគច្រើនក៏គាត់គិតថាបើយើងមានជីវិតគឺយើងត្រូវតែមានទុកអានេះវាជាការគិតរបស់គាត់អានេះជាអត្ថន័យដែលគាត់ដាក់ឲ្យជីវិត okay so what happened គាត់រស់នៅក្នុងជីវិតមួយដែលមានតែទុកមានតែបញ្ហាគាត់ដោះស្រាយរហូតជួបតែរឿងអយុត្តិធម៌ why ដោយសារតែគាត់គិតថាជីវិតគឺបែបហ្នឹងវាដូចគ្នាបើសិនជាអ្នកគ្នាជាមនុស្សដែលអត់មានទំនុកចិត្តទៅលើខ្លួនឯង insecure ហើយចូលចិត្តទៅខ្លួនឯងមើលងាយខ្លួនឯងឬក៏អីចឹងទៅអ្នកគ្នានឹងក្លាយជាមនុស្សបែបហ្នឹងដោយតែអ្នកគ្នាគិតហើយវាដូចគ្នាទៅលើមនុស្សដែលមាន confidence ទៅលើខ្លួនឯងគេមានសកម្មភាព why because គេជឿទៅលើខ្លួនឯងគេជឿទៅលើសមត្ថភាពរបស់គេហើយក៏មិនមែនមានថាមនុស្សដែលមាន confidence ហ្នឹងគឺតែងតែមាន confidence ចំពោះខ្លួនឯងរាល់ថ្ងៃឬក៏អីពេលខ្លះគេ insecure ដែរតាប៉ុន្តែគេនៅតែជ្រើសរើសក្នុងការធ្វើអ្វីដែលគេចង់ធ្វើជឿជាក់ទៅលើខ្លួនឯង so ពេលខ្លះគេធ្វើទាំងមិនជឿជាក់ទៅលើខ្លួនឯងប៉ុន្តែគេដឹងថា it's okay ធ្វើវាសិនទៅមិនមែនមានន័យថាជីវិតគេតែងតែរុងរឿងអត់ដែលមានបញ្ហាទេគេមានបញ្ហាដែរតាប៉ុន្តែគេជ្រើសរើសនៅក្នុងការគិតវិជ្ជមានទៅលើអ្វីដែលកើតឡើងទទួលខុសត្រូវទៅលើជីវិតរបស់ខ្លួនឯងហើយគេអត់គិតថាខ្លួនឯងជាជនរងគ្រោះពេលខ្លះគេជួបច្រើនជាងយើងទៀតអូខេប៉ុន្តែគេនៅតែជ្រើសរើសនៅក្នុងការគិតវិជ្ជមានហើយដើរទៅមុខទៀតថាអូខេរឿងនឹងកើតឡើងមកគេធ្វើឲ្យគេដោះស្រាយគេនឹកឃើញ solution មុនគេអូខេមនុស្សបែបនេះគេនឹងទទួលបានអ្វីដែលល្អនៅក្នុងជីវិតរបស់គេ why because នេះជាអត្ថន័យនៃជីវិតដែលគេដាក់ឲ្យគេគិតបែបណាគេនឹងបានបែបហ្នឹងឥឡូវខ្ញុំចង់សួរអ្នកគ្នាចង់មាន confidence right តើអ្នកគ្នាដែលធ្លាប់ដាក់ខ្លួនឯងនៅកន្លែងដែរមានអារម្មណ៍ថាភ័យអត់ដែលហ៊ានធ្វើអ្វីមួយដែលអ្នកគ្នាចង់ធ្វើឲ្យមិនខ្វល់ពីអូតានៅពេលដែលយើងធ្វើទៅតិចដួលលើតិចខុសតិចមនុស្សជុំវិញខ្លួនខ្ញុំ disappoint ទៅលើខ្ញុំទៅតើអ្នកគ្នាគិតអីគេធំជាងគេបើសិនជាអ្នកគ្នាយក people opinion ធំជាងអ្វីអ្នកគ្នាចង់ធ្វើ so គុំ complain ថាហេតុអីបានខ្ញុំអត់អាចធ្វើអីគេបានហេតុអីបានខ្ញុំអត់មាន confidence ដូចគេអ្នកដែលមាន confidence មិនមែនគេអត់ដែលមានមនុស្សជុំវិញខ្លួននឹងចាច់គេទេ but គេនៅតែធ្វើវាទោះបីជាមនុស្សជុំវិញខ្លួនគេនឹងថាមិនក៏ដោយទោះបីជាមានមនុស្សជាច្រើនអត់ជឿទៅលើ vision របស់គេក៏ដោយ they still do it anyway ខ្ញុំប្រាប់អ្នកគ្នា key រឿងមួយអូខេអត់មានណាគេដឹងថាអ្នកគ្នាជាមនុស្សដែល insecure ទេបើសិនជាអ្នកគ្នាអត់ point out insecurity របស់ខ្លួនឯង insecurity របស់យើងភាគច្រើនគឺដោយសារតែយើងមានអានឹងទៅលើខ្លួនឯងថៃបើយើងមានអានឹងដោយសារតែយើងជាមនុស្សដែលរស់នៅជាមួយខ្លួនឯងតាំងពីដើមមកអូខេយើងដឹងថាយើងធ្លាប់ធ្វើឲ្យខុសអីគេខ្លះយើងដឹងថាយើងធ្លាប់ដួលប្រមាណដងធ្លាប់បរាជ័យប្រមាណដងយើងដឹងថាយើងធ្លាប់សន្យាមួយខ្លួនឯងប្រមាណដងហើយតែយើងធ្វើអត់ដែរបាន
អានេះវាជារឿងយើងជាមួយខ្លួនឯងអញ្ចឹងនៅពេលដែលយើងបានធ្វើអានឹងជាមួយខ្លួនឯងយើង insecure ជាមួយខ្លួនឯងយើងគិតថាគេគិតអញ្ចឹងមកលើយើងដែរ but គេអត់ដឹងថាអ្នកគ្នាធ្លាប់ឆ្លងកាត់អីគេខ្លះទេវាប្រកាសណាមនុស្សយើងគឺអត់ perfect ទេយើងធ្លាប់ធ្វើកំហុសនៅពីក្មេងមកយើងធ្លាប់សាងកំហុសទៅលើខ្លួនឯងឬក៏ទៅលើគ្រួសារឬក៏ទៅលើមិត្តភ័ក្តិឬក៏ទៅលើបែបនេះបែបនោះសូមម្នាក់ប្រកាសជាមានរឿងហ្នឹងឯងបើសិនជាអ្នកគ្នាមានរឿងកំហុសហ្នឹងតាំងពីក្មេងមកហើយអ្នកគ្នាគិតថាអូអ្នកគ្នាអាចធ្វើអីគេបានហើយអ្នកគ្នាហ៊ាន confident ទៅលើខ្លួនឯងអ្នកគ្នាខ្លាចគេ point out អីដាក់កំហុសមកគ្នាពីមុនមកករណីហ្នឹងអ្នកគ្នានៅមានអារម្មណ៍ហ្នឹងដោយសារតែអ្នកគ្នាអត់ទាន់ forgive ខ្លួនឯងដោយសារអ្នកគ្នាអត់ទាន់ accept ខ្លួនឯងថា it's okay កំហុសរបស់យើងធ្លាប់ធ្វើ it's okay សំខាន់យើងឥឡូវនេះយើងជាមនុស្សបែបណាអូខេតែបើសិនជាអ្នកគ្នាអត់ forgive ខ្លួនឯងហើយអត់ទទួលយកខ្លួនឯងទេអ្នកគ្នានៅតែ carry mistake carry វិបដិសារីកំហុសរបស់ខ្លួនឯងរហូតដល់បច្ចុប្បន្នកាលបើសិនជាអ្នកនេះ grow ហើយអ្នកនេះទទួលយកខ្លួនឯង embrace it you know it's beautiful នៅពេលដែលយើងសាងកំហុស it's beautiful នៅពេលដែលយើងធ្លាប់ធ្វើខុសហើយដល់ពេលទៅយើងរៀនអំពីវាហើយយើង grow យើង improve ជាងមុនដោយសារតែមានអាហ្នឹងទើបយើងអាចដឹងល្អជាងហ្នឹងអូខេ so embrace it and don't be ashamed of it ហើយក៏មានណាគេខ្វល់ដែរបើសិនជាអ្នកគ្នាទទួលយកខ្លួនឯងហើយបើសិនជានៅមានមនុស្សមួយចំនួនដែល point out insecurity នឹងរបស់អ្នកគ្នាវាមិនអ្នកគ្នាតែវាគឺជាគេទេសារតែបុគ្គលម្នាក់ហ្នឹងគឺអត់ move on ជាមនុស្សដែរអត់ improve ដែរ and that's why គេនៅតែ stuck ជាមួយនឹងអតីតកាលមិនបាច់ខ្វល់ពីពួកគាត់ទេឲ្យគាត់ toxic តែខ្លួនឯងទៅខ្ញុំមកខ្វល់ថាអតីតកាលអ្នកគ្នាបែបមិនទេអូខេខ្ញុំចង់ប្រាប់អ្នកគ្នាថាអ្នកគ្នាអាច start over បានរាល់នាទីអូខេបានជារៀងរាល់ថ្ងៃនៅពេលអ្នកគ្នាងើបពីគេមកគឺអ្នកគ្នាអាច choose បានថាអូខេតើខ្ញុំនឹងខ្លាចជាមនុស្សបែបណា and it is okay to make mistake វាអត់មែនជាចង់បញ្ចប់នៃពិភពលោកទេបើសិនជាអ្នកគ្នាធ្លាប់ធ្វើកំហុសអូខេឈប់យកអាហ្នឹងមកបាំង confidence របស់អ្នកគ្នាទៀតit is okay confident គឺវាអត់ត្រូវការអ្នកគ្នា perfect ទេវាអត់ត្រូវការថាអ្នកគ្នាអត់ដែលធ្លាប់សាងកំហុសទេអាចជឿជាក់ទៅលើខ្លួនឯងគឺយើងដឹងអ្វីគ្រប់យ៉ាងពីខ្លួនឯង and យើងទទួលយកវា this is confident okay and embrace it សម្រាប់ខ្ញុំគិតថាបើសិនជាយើងអត់មានកំហុសមានន័យថាយើងអត់ដែលមានបទពិសោធន៍គឺវាមានអវិជ្ជមាននិងវិជ្ជមានហើយដែលឆ្លងកាត់ការមានបទពិសោធន៍មាន experience ហ្នឹងឯងទើបធ្វើឲ្យយើងមាន confident ទៅលើអីគេមួយបានគឺទទួលស្គាល់ថា confident វាអត់មែនជាអ្វីដែលល្អ perfect តែងតែវិជ្ជមានទេសម្រាប់ណាគេក៏ដោយដែលមានតែងតែមាន mindset មួយគិតថាអូអ្នកមាន pretty privilege ធ្វើអីក៏បានធ្វើអីក៏ជោគជ័យហ្នឹងខ្ញុំធ្លាប់និយាយក្នុងវីដេអូមុនខ្ញុំមួយទៀតហើយប៉ុន្តែខ្ញុំចង់និយាយម្ដងទៀត listen so from perspective អ្នកដែលអត់មាន pretty privilege first of all យើងនឹងគិតថាខ្លួនឯងជា victim គេកើតមកគេស្អាតគេល្អជាងខ្ញុំមិនចឹងទៅអ្នកគ្នាធ្វើអត់កើតទេដោយសារតែអ្នកគ្នា insecure ទៅលើអ្វីដែលខ្លួនជាខ្លួនឯង from perspective មួយទៀតសម្រាប់អ្នកដែលមាន pretty privilege ដូចខ្ញុំ that's why ខ្ញុំ confident នៅក្នុងការនិយាយចំណុចហ្នឹងដោយសារអីខ្ញុំមាន pretty privilege ខ្ញុំមិនអាចប្រាប់អ្នកគ្នាបានថាតើខ្ញុំ insecure ប៉ុណ្ណាតើ mindset មួយនេះវា destroy confidence របស់ខ្ញុំ destroy ការគិតរបស់ខ្ញុំ destroy value របស់ខ្ញុំខ្លាំងប៉ុណ្ណា so ខ្ញុំនឹងនិយាយអំពី perspective ពីអ្នកដែលមាន pretty privilege first of all ខ្ញុំមាន insecure ថាអូមនុស្សគ្រប់គ្នាគឺគេគ្រប់គ្រងខ្ញុំគេមើលវីដេអូខ្ញុំឬក៏គេទិញផលិតផលខ្ញុំដោយសារតែខ្ញុំស្អាតបើសិនជាអ្នកគ្នាមាន pretty privilege អ្នកគ្នានឹងគិតថា cool លយតែបើសម្រាប់ខ្ញុំខ្ញុំអត់មានពេលវេលានៅក្នុងការសប្បាយចិត្តជាមួយនឹង mindset មួយនឹងទេដោយសារតែខ្ញុំយកពេលវេលាមួយនឹងគិតថាតើនៅពេលដែលខ្ញុំអត់មាន pretty privilege តើនៅពេលដែលខ្ញុំ lose a pretty privilege របស់ខ្ញុំនឹងជីវិតខ្ញុំនឹងទៅជាបែបណា like anxiety all day ហើយអានេះវាក៏ជាមូលហេតុធំមួយដែលធ្វើខ្ញុំ depression ដែរដោយសារតែខ្ញុំអត់អាច enjoy life របស់ខ្ញុំបានទេងើបពីគេមកគឺខ្ញុំគិតថាតិចខ្ញុំចាស់ហើយតិចខ្ញុំថ្ងៃណាមួយខ្ញុំជួបyou know ចេញទៅក្រៅមានគ្រោះថ្នាក់អីមួយទៅវាធ្វើឲ្យខូចមុខខ្ញុំឬក៏អីតិចចេះតិចចុះ anxiety okay it's not fun that's not cool ខ្ញុំមិនដឹងថាគេផ្សេងគេអាច use pretty privilege របស់គេ in a way ដែលគេ use មិនទេបើខ្ញុំអត់មានពេលវេលាខ្ញុំអត់អាច use a pretty privilege របស់ខ្ញុំបានទេដោយសារតែខ្ញុំរវល់មាន anxiety ហើយ mindset មួយនេះវាធ្វើឲ្យខ្ញុំ insecure គុំថាវាធ្វើឲ្យខ្ញុំ confident ណាដោយសារតែអីយើង put value របស់យើងទាំងអស់ដែលមនុស្សគេឲ្យតម្លៃរបស់យើងទៅលើសម្រស់របស់យើងហើយ most of the time នៅក្នុងជីវិតរបស់យើងគឺសម្រស់នេះវាអត់អាចធ្វើអីបានទាំងអស់ទេបើសិនជាអ្នកនេះធ្វើការនៅកន្លែងណាមួយហើយអ្នកនេះមានតែសម្រស់អត់មាន talent អត់មានខំធ្វើការឲ្យគេដេញអ្នកនេះចេញពីកន្លែងការងារហើយគេអត់ទុកទេខ្ញុំរស់នៅក្នុង mindset មួយដែល grow up មកគឺខ្ញុំតែងតែគេឲ្យតម្លៃទៅលើសម្រស់របស់ខ្ញុំដល់ពេលដែលខ្ញុំប្រឡូកនៅក្នុងជីវិតពិតខ្ញុំជួបការ rejection ខ្ញុំ insecure មកពេចហ្មងហើយមួយទៀតវាធ្វើឲ្យខ្ញុំនឹងអត់មាន confidence ទៅលើអ្វីដែលខ្ញុំធ្វើទាំងអស់ដោយសារខ្ញុំគិតថាអូគេ support ខ្ញុំដោយសារតែខ្ញុំស្អាតអូគេមិនមែន support ដោយសារតែ
អ្វីដែលជាខ្ញុំអ្វីដែលខ្ញុំធ្វើទេ so អា mindset ទាំងអស់ហ្នឹងអាសំឡេងទាំងអស់ហ្នឹងវាមកលងបន្លាចខ្ញុំរហូតវាធ្វើឲ្យខ្ញុំហ្នឹង depression ខ្ញុំ speaking from pretty privilege ទៅកាន់អ្នកគ្នាដើម្បីឲ្យអ្នកគ្នា understand ថាអា pretty privilege អីតែមានខាងក្រៅហ្នឹងវាមិនជាចម្លែកក្នុងជីវិតទាំងអស់ទេវាមិនជាអ្វីដែលអ្នកគ្នាមានអាហ្នឹងហើយអ្នកគ្នាជោគជ័យនៅក្នុងជីវិតទេអូខេវាចេញមកពីការមាន confidence ទៅលើខ្លួនឯងការ build up ខ្លួនឯងការស្គាល់ពីគុណតម្លៃរបស់ខ្លួនឯងថាយើងជាអ្នកណាគេយើងមានអីគេយើងអាចផ្ដល់អីគេបានហើយមនុស្សគេមើលឃើញអាហ្នឹងគេអត់ខ្វល់ថាអ្នកគ្នាវាប្រកាសណាស់ pretty privilege គឺជា good first impression គេអាច work បានដំបូងនៅពេលដែលគេឃើញអ្នកគ្នាដំបូងឲ្យវា work for long time អ្វីដែល keep អ្នកគ្នានៅក្នុងកន្លែងធ្វើការអ្វីដែល keep អ្នកគ្នាក្នុង business របស់អ្នកគ្នានៅក្នុងអ្វីដែលអ្នកគ្នាធ្វើគឺ confidence គឺសមត្ថភាពរបស់អ្នកគ្នាអានេះជាអ្វីដែលចងអ្នកគ្នាទទួលបានអ្វីមួយដែលវាយូរអង្វែងមនុស្សគេចំណាយទៅលើអ្វីមួយនៅពេលដែលគេឃើញថាអ្វីហ្នឹងវាមានគុណតម្លៃឧទាហរណ៍បើសិនជាខ្ញុំមាន product គេមួយចឹងទៅគេនឹងអាចទិញដំបូងដោយសារខ្ញុំស្អាតនៅពេលដែលគេទិញម្ដងទៀតដោយសារ product ដោយសារគុណភាពគុណតម្លៃអ្វីដែលខ្ញុំមាននេះអូខេគេអាចទិញពី3ដងដោយសារតែខ្ញុំស្អាតទេអ្វីដែលខ្ញុំមានហ្នឹងវាពិតជាមានគុណតម្លៃអីមួយ add ទៅក្នុងជីវិតរបស់គេមែនទើបគេចំណាយលុយមកលើយើងខ្ញុំចង់ឲ្យអ្នកគ្នាយល់ពីកន្លែងហ្នឹងព្រោះអានេះវាជាអ្វីដែលខ្ញុំ figure out ថ្មីនឹងដែរទេត្រូវតែឲ្យតម្លៃខ្លួនឯងទៅលើខ្លួនឯងទៅលើខាងក្នុងមិនមែនជាអ្វីដែលខាងក្រៅទេតែយើងមានសមត្ថភាពអីគេតម្លៃយើងគឺអីគេនៅពេលដែលយើងស្គាល់តម្លៃរបស់ខ្លួនឯងទៅយើងមាន confidence ក៏មានផ្នែកកំណត់មួយថាតតែអ្នកគ្នាស្អាតតតែអ្នកសម្បូរអ្នកគ្នាបែបនេះតអ្នកគ្នាមានមុខបែបនេះតអ្នកគ្នាមានរូបរាងបែបនេះតអ្នកគ្នាមានអានេះមានអានោះទៅអ្នកគ្នាអាច confidence បានណា no គឺយល់ថាតើខ្លួនឯងជាណាគេតើគុណតម្លៃរបស់ខ្លួនឯងជាអ្វីដែលខ្លួនឯងចូលចិត្តធ្វើអីគេ talent របស់ខ្លួនឯងអីគេអ្នកគ្នាមានសមត្ថភាពអីគេដឹងអាគុណតម្លៃរបស់ខ្លួនឯងកន្លែងហ្នឹងឯងទៅយើងអាចមានទំនុកចិត្តបានយូរអង្វែងទៅលើខ្លួនឯងការមានទំនុកចិត្តមិនមែនមានន័យថាអ្នកគ្នាមាន confidence ថ្ងៃហ្នឹងហើយអ្នកគ្នានឹងមាន confidence មួយជីវិតទេ no តែអ្នកគ្នានឹងមាន struggle អ្នកគ្នានឹងមានការ doubt ទៅលើខ្លួនឯងការមាន insecure ទៅលើខ្លួនឯងនៅតែមានខ្ញុំតែងតែនិយាយអំពី confidence បែបនេះបែបនោះប៉ុន្តែខ្ញុំនៅតែមាន insecurity របស់ខ្ញុំនៅតែមានថ្ងៃដែលខ្ញុំ doubt ខ្លួនឯងខ្ញុំនៅតែមានការភ័យខ្លាចនៅពេលដែលធ្វើអីគេមួយខ្ញុំនៅតែមានបែបហ្នឹងប៉ុន្តែអ្វីដែលទាញឲ្យខ្ញុំមាន confidence របស់ខ្លួនឯងរាល់ការដែលខ្ញុំនៅកន្លែងដែល low ហ្នឹងគឺសារតែខ្ញុំស្គាល់ថាតើខ្ញុំជាណាគេ vision របស់ខ្ញុំនៅក្នុងជីវិតហ្នឹងអីគេតើ life purpose របស់ខ្ញុំដែលខ្ញុំកំពុងធ្វើហ្នឹងវាមានប្រយោជន៍អីគេទៅកាន់មនុស្សហើយខ្ញុំមានគុណតម្លៃអីគេអាចផ្ដល់ឲ្យកាន់មនុស្ស and yes ខ្ញុំដឹងថាខ្ញុំនឹងធ្វើកំហុសខ្ញុំនឹងបរាជ័យខ្ញុំនឹងជួបរឿងអស់ហ្នឹងប៉ុន្តែ at the end of the day ខ្ញុំនៅតែ pick ខ្លួនឯង up ហើយខ្ញុំនៅតែទទួលយកខ្លួនឯងហើយខ្ញុំនៅតែ allow ឲ្យខ្លួនឯង make mistake allow ឲ្យខ្លួនឯងរៀនអ្វីដែលថ្មីទើបខ្ញុំអាចនៅតែមាន confidence មិនថាមានរឿងអីគេកើតឡើងក៏ដោយអូខេនេះគឺជាចំណុចដែល practical ចំណុចដែលអ្នកគ្នាអាចធ្វើអីគេមួយបានដើម្បី build up confidence របស់ខ្លួនឯងហើយចំណុចមួយនេះគឺអ្នកគេក៏អាចធ្វើបានដែរបើសិនអ្នកគ្នាចង់ចាប់ផ្ដើម build up confidence ទៅកាន់ខ្លួនឯងអ្នកគ្នាត្រូវតែ prove ខ្លួនឯងថាអ្នកគ្នាអាចធ្វើអីគេមួយបានកន្លែងនេះគឺវាពាក់ព័ន្ធជាមួយនឹងខួរក្បាលបើសិនអ្នកគ្នាដឹងពីខួរក្បាលច្រើនអ្នកគ្នានឹងយល់ពីអ្វីដែលខ្ញុំនិយាយហ្នឹងបានជ្រៅប៉ុន្តែខ្ញុំនឹងព្យាយាមបញ្យល់អ្នកគ្នាខួរក្បាលអ្នកគ្នាគឺវាមានឡើងផ្ទុក information ហើយព័ត៌មានហ្នឹងគឺជាបទពិសោធន៍របស់អ្នកគ្នាធ្លាប់ឆ្លងកាត់មកនៅក្នុងជីវិតអីចឹងទៅវានឹងមានព័ត៌មាននៅក្នុងខួរក្បាលរបស់អ្នកគ្នា so បើសិនជាអ្នកគ្នាជាមនុស្សដែល insecure ខ្លាំងមែនតើហើយអ្នកគ្នាអត់ហ៊ានធ្វើអ្វីហ្មងលើនិយាយជាមួយណាគេម្នាក់ក៏អ្នកគ្នាភ័យក៏អ្នកគ្នាខ្លាចដោយសារតែព័ត៌មានដែលមាននៅក្នុងខួរក្បាលរបស់អ្នកគ្នាហ្នឹងវាពោពេញទៅដោយបរាជ័យវាពោពេញទៅដោយកំហុសហើយអ្នកគ្នា focus ទៅលើវាហើយនេះជាអ្វីអ្នកគ្នាគិតច្រើនជាងគេគ្នាគិតទៅលើរឿងអវិជ្ជមានបន្ទោសខ្លួនឯងស្ដាយក្រោយបែបនេះបែបនោះហើយចឹងទៅ so នេះវាជា information ដែលខួរក្បាលអ្នកគ្នាមានហើយវាផ្ទុកនៅក្នុងនោះខ្ញុំចង់ឲ្យអ្នកគ្នាគិតទៅលើខួរក្បាលខ្លួនឯងថាជា best friend របស់អ្នកគ្នាចោះបើសិនជាអ្នកគ្នាជាមនុស្សដែលតែងតែគិតថាខ្លួនឯងបរាជ័យ right ធ្វើអីមួយអត់បានសុកអ្នកគ្នាគិតថា you know what ខ្ញុំចង់ខ្លាចជាមនុស្សដែលមាន confidence what happen is មិត្តភក្តិរបស់អ្នកគ្នាវានឹង alert ព័ត៌មានប្រាប់អ្នកគ្នាថាតើរឿងហ្នឹងកើតឡើងដោយបានរបៀបណាបើសិនជាយើងធ្លាប់ធ្វើកំហុសជាច្រើនខ្លាំងនៅអតីតកាលយើងធ្លាប់បរាជ័យច្រើនខ្លាំងយើងធ្លាប់មានភាពអាម៉ាស់ច្រើនខ្លាំងនៅក្នុងអតីតកាលឃើញអត់តើយើងអាចធ្វើរឿងហ្នឹងបានរបៀបណា and one thing ខួរក្បាលរបស់អ្នកគ្នាហ្នឹងនៅពេលដែលធ្វើរឿងអីមួយដែលអ្នកគ្នាដែលធ្វើពីមុនមកវានឹងបង្កើតឲ្យអ្នកគ្នាមានអារម្មណ៍មួយគឺ fear គឺភាពភ័យខ្លាចហើយបើមានភាពភ័យខ្លាចដោយសារតែអ្នកគ្នាអត់ធ្លាប់ធ្វើរឿងហ្នឹងពីមុនមកហើយខួរក្បាលរបស់អ្នកគ្នាមានតួនាទីម្យ៉ាងទៀតគឺការពារអ្នកគ្នាឲ្យអ្នកគ្នារស់
survival instinct យើងមាន survival instinct សិនជាអ្នកគ្នាធ្វើរឿងអីមួយដែលគ្នាដែរធ្វើពីមុនមកវានឹងធ្វើឲ្យអ្នកគ្នាមានភាពភ័យខ្លាចយើងអត់មានផុសតាំងពីមុនមកថាយើងធ្លាប់ធ្វើអីគេបានមួយដែលល្អឯងសន្យាមកខ្លួនឯងហើយយើងធ្វើបានណាវាអត់មាន you know វាពេលខ្លះវាមានដែរតែវាមានអ្វីដែលអវិជ្ជមានហ្នឹងវាមានច្រើនជាងរឿងវិជ្ជមាន This is why អ្នកគ្នាអត់មានអារម្មណ៍ថា confident This is why អ្នកគ្នានៅតែអត់អាចធ្វើអីគេមួយបានដោយសារតែ fear របស់អ្នកគ្នាហ្នឹងគឺវាធំបើសិនជាអ្នកគ្នាចង់ក្លាយជាមនុស្សដែលមាន confident ទៅលើខ្លួនឯង recommend ឲ្យអ្នកគ្នាធ្វើរឿងទូចអូខេគុំធ្វើរឿងធំហើយគុំរបៀបថាថ្ងៃស្អែកខ្ញុំនឹងងើបម៉ោង 5 ព្រឹកហើយខ្ញុំទៅ gym រយៈពេល 3 ម៉ោង No នេះជាអ្វីដែលអ្នកគ្នាដែរធ្វើពីមុនមកទេសូខួរក្បាលរបស់អ្នកគ្នានឹងអត់អាចឲ្យអ្នកគ្នានៅក្នុងកន្លែងហ្នឹងបានយូរទេព្រោះវាជារឿងដែលថ្មីសូអ្វីដែលអ្នកគ្នាចាប់ផ្ដើមធ្វើបានហ្នឹងគឺធ្វើរឿងទូចរបៀបថាសន្យាមកខ្លួនឯងរឿងអីដែលទូចបំផុតហ្មងហើយយើងធ្វើវាគូថតថាថ្ងៃហ្នឹងអ្នកគ្នាថាអ្នកគ្នានឹងកក់សក់អូខេbut អ្នកគ្នាមានអារម្មណ៍ថាខ្ជិល like you know like ស្អែកចាំកក់ខ្ជិលអីផ្លុំខ្ជិលអីចឹងទៅបើសិនជាថ្ងៃហ្នឹងអ្នកគ្នាថាអ្នកគ្នាកក់សក់ហើយអ្នកគ្នាអត់កក់ចឹងព័ត៌មានមួយហ្នឹងវានឹងបញ្ជូនទៅកាន់ខួរក្បាលរបស់អ្នកគិតថាឃើញអត់យើងសន្យាខ្លួនឯងតែយើងធ្វើដែរបានទេអញ្ចឹងអានេះវាជា proof វាជាផុសតាងដែលនៅក្នុង memory របស់អ្នកគ្នាថាអ្នកគ្នាជាមនុស្សដែលនិយាយអីគេមួយហើយអ្នកគ្នាធ្វើអីអត់ដែរបានដល់ពេលអាហ្នឹងវា build ខ្លាំងវាទៅជាlow self esteem self worth អីចឹងទៅយើងអត់ take ខ្លួនឯង seriously នៅពេលអ្នកគ្នាសន្យាខ្លួនឯងធ្វើរឿងអីគេមួយអ្នកគ្នានឹងធ្វើទោះបីជាអ្នកគ្នាមានអារម្មណ៍ថាអ្នកគ្នាអត់ចង់ធ្វើក៏ដោយធ្វើត្រូវតែធ្វើថ្ងៃហ្នឹងខ្ញុំផឹកទឹកមួយថ្ងៃបាន2លីត្រត្រូវតែផឹកទឹកបាន2លីត្រថ្ងៃហ្នឹងខ្ញុំនឹងកក់សក់ខ្ញុំនឹង scrap ខ្ញុំនឹងអីត្រូវតែកក់សក់ត្រូវតែ scrap ទោះបីជាពេលហ្នឹងអ្នកគ្នាអត់មានអារម្មណ៍ល្អចង់ធ្វើប៉ុន្តែនៅពេលអ្នកគ្នាធ្វើហើយ what happens ពួកក្បាលមកគ្នានឹង clock ព័ត៌មានថ្មីមួយថាអូអែមតែតានេះលើកនេះគេនិយាយគេធ្វើបាននេះ so វានឹង clock ព័ត៌មាននឹងមួយទុកជាផុសតាងនៅពេលអ្នកគ្នាមានការសម្រេចចិត្តធ្វើអីគេមួយនៅថ្ងៃក្រោយ for example ខ្ញុំមាន social anxiety major social anxiety អូខេមិនបាច់ថានិយាយជាមួយគេតែខ្ញុំនៅក្នុងហាងមួយហើយមានមនុស្សអង្គុយចិត្តខ្ញុំហ្នឹងក៏ខ្ញុំភ័យក៏ខ្ញុំញ័រខ្លួនដែរហេតុអីបើខ្ញុំមាន reaction មកដោយសារតែខួរក្បាលខ្ញុំវាស៊ាំជាមួយនឹងការនៅម្នាក់ឯងវាស៊ាំជាមួយនឹងការអត់ចេញទៅក្រៅនៅពេលដែលខ្ញុំចំណាយពេលយូរនៅក្នុងបន្ទប់ហើយខ្ញុំអត់ចេញក្រៅហើយខ្ញុំមិននិយាយជាមួយអ្នកគេទាំងអស់ brain របស់ខ្ញុំគឺវា comfort នៅក្នុងកន្លែងដែរនៅម្នាក់ឯងនៅចឹងមានន័យថាខ្ញុំអត់មានត្រូវការនិយាយជាមួយអ្នកគេខ្ញុំអត់មានត្រូវការទៅកន្លែងដែលថ្មីក្នុងបន្ទប់ហ្នឹងគឺជាកន្លែងដែលសុវត្ថិភាព brain របស់យើងគឺវា get used to it យល់អត់ so suddenly នៅពេលដែលខ្ញុំទាញខ្លួនឯងចេញទៅខាងក្រៅ nervous system របស់ខ្ញុំហ្នឹងគឺវាអត់ use ជាមួយនឹងកន្លែងថ្មីវាធ្វើឲ្យយើងមានអារម្មណ៍ថាភ័យខ្លាច brain របស់អ្នកគ្នាគឺចង់ព្យាយាម protect ចង់ការពារអ្នកគ្នាអូខេអញ្ចឹងវានឹងធ្វើឲ្យអ្នកគ្នាភ័យខ្លាចដើរចេញពីកន្លែងមួយហ្នឹងហើយទៅកន្លែងបន្ទប់ខ្ញុំវិញដែលយើងធ្លាប់នៅវិញអានេះវាជាកន្លែងដ៏ comfort ដែលវាអាចការពារយើងបាន so បើយើងទៅកន្លែងថ្មីយើងជួបមនុស្សថ្មី environment ដែលថ្មីខួរក្បាលរបស់យើងវាអត់ទាន់ស្គាល់ information មួយហ្នឹងឯង so ពេលមានរឿងអីកើតឡើងចឹងទៅខ្លាច protect យើងអត់បានព្រោះវាជារឿងដែលថ្មីយើងអត់មាន proof ថាធ្វើហ្នឹងទៅវាអូខេ That's why គឺខ្ញុំអ្វីដែលខ្ញុំអាចធ្វើបានគឺគេទោះបីជាខ្ញុំ fear ខ្លាំងប៉ុណ្ណាក៏ដោយក៏ខ្ញុំនៅតែយកខ្លួនឯងចេញទៅហើយពេលហ្នឹងមិនមែនខ្ញុំនៅតែឯងទៀតគឺខ្ញុំទាញកាមេរ៉ា vlog របស់ខ្ញុំទៅថតឡើងញ័រអស់លេងហ្មងប៉ុន្តែខ្ញុំ challenge ខ្លួនឯងថាបើសិនជាខ្ញុំមិនធ្វើឥឡូវហ្នឹងទេគឺខ្ញុំនៅតែបន្ទប់របស់ខ្ញុំនៅតែធ្វើរឿងតែដដែលបន្តទៀតខ្ញុំ decided យកខ្លួនឯងចេញក្រៅ feeling របស់ខ្ញុំហ្នឹងគឺខ្ញុំខ្លាចមែនតើខ្ញុំខ្លាចមានអ្នកមកនិយាយជាមួយខ្ញុំខ្លាចមានអ្នកសួរខ្ញុំបែបនេះបែបនោះហើយខ្ញុំខ្លាចគេ judge ខ្ញុំខ្លាចអញ្ចេះខ្ញុំខ្លាចអញ្ចោះនិយាយទៅយើងខ្លាចរហូតប៉ុន្តែវាមិនជារឿងអីមួយដែលធំដុំទេអ្នកគ្នាមានភាពភ័យខ្លាចដោយសារតែវាជារឿងដែលថ្មីសម្រាប់អ្នកគ្នាសូអ្នកគ្នាត្រូវតែ get used to it ដាក់ខ្លួនឯងនៅកន្លែងដែលយើង feel uncomfortable ហើយយើងនឹងមានព័ត៌មានប្រាប់ទៅកាន់ខ្លួនឯងថាឃើញអត់ចេញក្រៅចឹងអត់អីទេអត់មានណាគេមកចាប់យើងចម្រិតយើងទៅណាទេហើយចាប់ពេលហ្នឹងមកគឺខ្ញុំចាប់ដើម challenge ខ្លួនឯងចេញក្រៅផ្ទះទៅបែបនេះបែបនោះរៀននិយាយជាមួយមនុស្សដូចបរៀនកូនក្មេងមួយឲ្យចេះ socialize ចឹងអ្នកគ្នា so what happened នៅពេលដែលខ្ញុំដាក់ខ្លួនឯងនៅកន្លែងដែលខ្ញុំ feel uncomfortable ហើយមានអារម្មណ៍ភ័យខ្លាចគឺវា clock ព័ត៌មានថ្មីមួយទៀតពួកក្បាលរបស់ខ្ញុំគឺ notice ថាអូខេ so អញ្ចឹងនៅពេលដែលយើងចេញអត់មានរឿងអីកើតឡើងផងយើង chill នៅម្នាក់ឯងបានតើដល់ពេលអញ្ចឹងទៅវាមានព័ត៌មានទុក back up នៅពេលខ្ញុំចង់ទៅណាទៀតអូខេមើលកូនម្នាក់ឯងពេលដែលយើងអត់ដែរមើលដំបូងយើងប្រកាសជាមានអារម្មណ៍ថា weird ខ្ញុំថាទៅម្នាក់ឯងមិនទេ like ខ្លាចប៉ុន្តែខ្ញុំទៅតែយកខ្លួនឯងទៅមើលកូនម្នាក់ឯងទោះបីជាខ្ញុំមានអារម្មណ៍ថាខ្លាចដល់ពេលខ្ញុំចេញពីរោងកូន what happened គឺខួរក្បាលរបស់ខ្ញុំ clock ព័ត៌មានមួយទៀតយើងទៅមើលកូនម្នាក់ឯងមានអីសប្បាយតា
អត់មាននឹងអីកើតឡើងផង see so នៅពេលដែលយើងអា build up ព័ត៌មានហ្នឹងម្ដងតិចម្ដងចឹងគួរក្បាលរបស់គ្នានឹង recognize បានថាអូចឹងមានន័យថានៅពេលយើងធ្វើរឿងម្នាក់ឯងអត់អីហងហ្នឹងអត់មានរឿងអីគេកើតឡើងផង and មនុស្សគេអត់មានមកចាត់យើងផងគេរវល់ការងាររបស់គេដែរអូខេគេអត់ខ្វល់ពីយើងទេ so នៅពេលអ្នកគ្នា recognize អាហ្នឹងបានហើយទើបអ្នកគ្នាមាន confidence ហ៊ានធ្វើអីគេម្នាក់ឯងអាព័ត៌មានទាំងអស់ហ្នឹងហើយវាដូចជាដើមទុនអញ្ចឹងអូខេអ្នកគ្នាត្រូវតែសន្សំអាដើមទុនហ្នឹងទូចក៏ដោយធំក៏ដោយត្រូវតែ build អាហ្នឹងឲ្យវាធំជាងការគិតអវិជ្ជមានរបស់អ្នកគ្នាទៅលើខ្លួនឯងហើយកុំភ័យអ្នកគ្នានៅតែមានអារម្មណ៍ហ្នឹងរហូតមិនថាអ្នកគ្នាជាមនុស្ស confident ប៉ុណ្ណាក៏ដោយដោយសារអីដោយសារយើងត្រូវតែ improve រាល់ពេលដែលយើង improve យើងតែងតែធ្វើអ្វីមួយដែលយើងអាចធ្វើពីមុនមក so គូបារបស់យើងនៅតែភ័យនៅតែខ្លាចចឹងរហូតហ្នឹងឯងវានឹងទៅអញ្ចឹងរហូតយើងនឹងមានអារម្មណ៍ចឹងរហូត that's why ខ្ញុំចង់ឲ្យអ្នកគ្នាចាប់ផ្ដើមធ្វើរឿងទូចដោយសារអីនៅពេលអ្នកគ្នាមានរឿងទូចអ្នកគ្នានឹងអាចធ្វើរឿងផ្សេងបានដោយសារវាមានព័ត៌មាន back up ទោះបីយ៉ាងនេះភ័យខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែយ៉ាងហោចណាស់ក៏វា alert ប្រាប់អ្នកគ្នាថាអារឿងនេះវាថ្មីវាគួរខ្លាចមែនប៉ុន្តែពីមុនយើងធ្លាប់ខ្លាចរឿងនោះដែរតែយើងនៅតែធ្វើបាន see so វាមានព័ត៌មានវាមាន proof ឲ្យយើងហេតុអីបើខ្ញុំនិយាយចំណុចហ្នឹងដោយសារចំណុចហ្នឹងគឺវាធ្វើឲ្យខ្ញុំ stable នៅកន្លែងដែលខ្ញុំកំពុងតែនៅឥឡូវនេះអ្នកនេះគិតថាខ្ញុំមិនដែលមានភាពភ័យខ្លាចមែនអ្នកនេះគិតថាខ្ញុំមិនដែលមានភាព insecure ហើយ doubt ទៅលើខ្លួនឯងមែនខ្ញុំនៅតែ struggle ជាមួយនឹង feeling រហូតតែដោយសារតែទោះបីជាខ្ញុំភ័យខ្លាចប៉ុណ្ណាក៏ដោយក៏ខ្ញុំនៅតែធ្វើវារឿងមួយដែលខ្ញុំប្រាប់ទៅលើខ្លួនឯងខ្ញុំសម្រេចចិត្តធ្វើរឿងអ្វីមួយគឺខ្ញុំសម្រេចបានលឿនទោះបីខ្ញុំភ័យក៏ដោយខ្ញុំទៅទាំងអារម្មណ៍ដែលខ្ញុំភ័យទោះបីខ្ញុំអត់ដឹងថាខ្លួនឯងកំពុងធ្វើអីក៏ដោយក៏ខ្ញុំទៅទាំងអារម្មណ៍ដែលខ្លួនឯងថាអត់ដឹងថាខ្លួនឯងធ្វើអីពេលប្រហែលខែមុនខ្ញុំឡើងទៅធ្វើការនៅកន្លែងមួយហើយជាការងារមួយដែលខ្ញុំមិនដែលធ្វើពីមុនមកខ្ញុំអត់មានអ្នកគេដែលខ្ញុំស្គាល់អីទាំងអស់ហើយខ្ញុំទៅខ្លួនឯងហើយ I don't know what I'm doing like the whole time នៅពេលដែលខ្ញុំនៅកន្លែង set ហ្នឹងហើយគឺខ្ញុំមើលខ្លួនឯងនៅក្នុងកញ្ចក់ខ្ញុំមានអារម្មណ៍ថាហេតុអីខ្ញុំនៅកន្លែងហ្នឹងខ្ញុំមិនដឹងថាខ្លួនឯងធ្វើអី you know ព្រោះអីរឿងហ្នឹងគឺជារឿងមួយដែលថ្មីមែនតើសម្រាប់ខ្ញុំជាអ្វីដែលខ្ញុំមិនដែលធ្វើពីមុនមកសួរខ្ញុំភ័យអត់ខ្ញុំភ័យខ្លាចអត់ខ្លាចប៉ុន្តែខ្ញុំនៅតែធ្វើវា why ដោយសារតែខ្ញុំមានព័ត៌មានជាច្រើនដែលប្រហែលឆ្នាំមុនខ្ញុំធ្លាប់ធ្វើរឿងជាច្រើនដែលខ្ញុំភ័យខ្លាចតែខ្ញុំនៅតែធ្វើបានហើយខ្ញុំនៅតែអាច survive បាន and that's why គូក្បាលខ្ញុំប្រាប់ខ្ញុំថាអូរឿងហ្នឹងថ្មីរឿងអីគួរឲ្យខ្លាចអីក៏ដោយប៉ុន្តែខ្ញុំនៅតែមាន information ពីមុនប្រហែលឆ្នាំមុនដែលខ្ញុំធ្លាប់បានធ្វើរឿងជាច្រើនដែលខ្ញុំបានឆ្លងកាត់ទោះបីជាខ្ញុំភ័យប៉ុណ្ណាក៏ដោយវានៅតែមានថាអត់អីទេរឿងហ្នឹងទោះយើងអត់ដែរធ្វើក៏យើងដាក់សាកសិននៅធ្វើវាអត់អីទេព្រោះពីមុនយើងធ្លាប់ធ្វើរឿងថ្មីជាច្រើនតែយើងនៅតែអាចធ្វើបានឃើញអត់ This is the reason ដែលខ្ញុំចង់ឲ្យអ្នកគ្នាចាប់ផ្ដើមធ្វើអីគេមួយកុំនិយាយ like oh no ចាំមើល3ខែទៀតខ្ញុំនឹងផ្លាស់ប្ដូរខ្លួនឯងចាំមើល6ខែទៀតខ្ញុំនឹងបែបនោះ like shut up okay just do something like ឥឡូវនឹងធ្វើអីគេបាន do something every time ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចធ្វើរឿងហ្នឹងបានណាហើយខ្ញុំភ័យខ្លាចហើយខ្ញុំនៅតែធ្វើវាទោះបីជាខ្ញុំមានអារម្មណ៍ហ្នឹងក៏ដោយពេលខ្ញុំធ្វើហើយ confidence ខ្ញុំខ្ពស់ជាងភ្នំ Everest ទៀតអូខេខ្ញុំគិតថារឿងអីក៏ខ្ញុំធ្វើបានដែរ so តួនាទីរបស់អ្នកគ្នាឥឡូវហ្នឹងនៅពេលដែលមើលវីដេអូហ្នឹងចប់ខ្ញុំមិនដឹងថាអ្នកគ្នានឹងសន្យាខ្លួនឯងជាមួយខ្លួនឯងរឿងអីគេទេរឿងអីក៏ដោយខ្ញុំអត់ខ្វល់ទេតែសំខាន់ធ្វើវាឲ្យបាន set goal ទូចព្រោះវាងាយស្រួលធ្វើ and believe me អ្នកគ្នានឹងមាន confidence ដូចគ្នាមិនថាអ្វីអ្នកគ្នាធ្វើបានទូចក៏ដោយធំក៏ដោយឬក៏អីក៏ដោយនៅពេលអ្នកគ្នានិយាយហើយអ្នកគ្នានឹងធ្វើគឺអារម្មណ៍របស់អ្នកគ្នា confidence របស់អ្នកគ្នានឹងមានដូចគ្នា so កុំចាំតដល់រឿងធំធ្វើរឿងទូច proof ខ្លួនឯងឲ្យបានអូខេចំណុចមួយទៀតហ្នឹងគឺជាចំណុចដែលសំខាន់ដែល play នៅក្នុង confidence don't be perfectionist like let go of perfectionism កុំព្យាយាមធ្វើអីមួយថាតតែ perfect ទើបខ្ញុំធ្វើ first of all perfection គឺវាអត់ exist and it's true ខ្ញុំអត់មែននិយាយគ្រាន់តែថាចង់ឲ្យអ្នកគ្នា like អារម្មណ៍ល្អទេវាពិតជាអត់ exist មែនទី2អ្នកគ្នានឹង grow តែនៅ grow រហូតឥឡូវដែល perfect សម្រាប់អ្នកគ្នាវាអត់ប្រកាសថា perfect សម្រាប់អ្នកគ្នារយៈពេល1ឆ្នាំទៀតទេសារតែយើងតែងតែ grow អញ្ចឹង perfection គឺវាអត់មានពិតប្រាកដទេធ្វើអ្វីដែលអ្នកគ្នាអាចធ្វើបានឥឡូវហ្នឹងអ្នកគ្នាគាត់ថាខ្ញុំប្រកែកនិយាយ you know និយាយ video motivation ឬក៏ confident អីទៅលើខ្លួនឯងឬក៏អីចឹងណាតែនៅពេលដែលខ្ញុំទៅមើលវីដេអូរបស់ខ្ញុំរយៈពេល2ឆ្នាំមុន like ខ្ញុំ cringe okay វីដេអូខ្លះគឺខ្ញុំ cringe like the way ដែលខ្ញុំនិយាយអង់គ្លេសអ្នកនេះគាត់ថាខ្ញុំប្រកែកអង់គ្លេសមែនតែខ្ញុំទៅមើលវីដេអូចាស់ៗរបស់ខ្ញុំអង់គ្លេសគឺខ្ញុំនិយាយខុសច្រើនខ្លាំងមែន like ខ្ញុំនិយាយខុសតង់ខុសពាក្យ but you know what yeah វាអាចនឹង cringe សម្រាប់ខ្ញុំរយៈពេលឥឡូវដោយសារខ្ញុំ grow
ប៉ុន្តែខ្ញុំ proud ដែលខ្ញុំបានធ្វើវាមានមោទនភាពដែលគាត់អាចធ្វើអ្វីដែលគាត់អាចធ្វើបានជាមួយនឹងអ្វីដែលគាត់មានហើយក៏ខ្ញុំអត់អាច exist ជា version នេះបានដែរបើសិនជាខ្ញុំអត់មាន version ខ្ញុំរយៈពេល1ឆ្នាំឬក៏2ឆ្នាំមុនឬក៏5ឆ្នាំមុន10ឆ្នាំមុនខ្ញុំជា version ដែល insecure ដែលធ្វើកំហុសឬក៏អីចឹងទៅខ្ញុំតែងតែ improve ខ្ញុំតែងតែ growth ប៉ុន្តែមិនមែនមានន័យថាខ្ញុំត្រូវតែ stop version ចាស់របស់ខ្ញុំឬក៏អីទេខ្ញុំមានមោទនភាពទៅលើគ្រប់ version របស់ខ្ញុំទាំងអស់ដែលសារតែមានទាំងអស់ហ្នឹងហើយទើបខ្ញុំអាចមកដល់ថ្ងៃនេះបានបើសិនជាអ្នកគ្នានៅតែមានអារម្មណ៍ថាអត់ចូលចិត្តខ្លួនឯងពី version មុនឬក៏អីចឹងខ្ញុំចង់ឲ្យអ្នកគ្នាគិតថាបើសិនជាអត់មានគាត់ទេក៏អ្នកគ្នាអាចជា version ឥឡូវនេះបានដែរ so ទទួលយកខ្លួនឯង and love yourself love every version of yourself okay last but not least ខ្ញុំចង់ឲ្យអ្នកគ្នាមាន mindset មួយគិតថាខ្លួនឯង unique and again ខ្ញុំអត់បាននិយាយថាឲ្យអ្នកគ្នាគិតថាខ្លួនឯង unique ឬក៏អីហ្នឹងគ្រាន់តែអ្នកគ្នាមានអារម្មណ៍ល្អឬក៏អីណាអ្វីដែលខ្ញុំនិយាយវាជាការពិតអ្នកគ្នាពិតជា unique មែនខ្ញុំមិនមែនចង់ឲ្យអ្នកគ្នាគ្រាន់តែគិតឲ្យអារម្មណ៍ថាខ្លួនឯងមានអារម្មណ៍ល្អកុហកខ្លួនឯងឬក៏អីទេវាជាការពិតអត់មានណាគេម្នាក់អាចខ្លាចជាអ្នកគ្នាបានទេពិភពលោកមួយហ្នឹងមិនបាច់ថាមនុស្សទេអ្នកគ្នាសំបីដើមឈើក៏អត់មានដូចគ្នាដែរបើតែស្លឹកឈើក៏វាមាន texture ផ្សេងគ្នាដែរអត់មានស្លឹកឈើណាមួយដែលវាដូចគ្នា 100% នោះទេយ៉ាងដែលជាធម្មជាតិនៅលើពិភពលោកហ្នឹងគឺវាមានភាព unique របស់វារៀងខ្លួនឯងខ្ញុំចង់ឲ្យអ្នកគ្នាយល់ពីចំណុចមួយនេះនៅពេលអ្នកគ្នាយល់ពីចំណុចមួយហ្នឹងទើបអ្នកគ្នា let go of a mindset ដែលចូលចិត្ត compare ខ្លួនឯងជាមួយនឹងគេគ្រាន់តែនិយាយថា stop comparing yourself to others ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃវាមិនអាចធ្វើឲ្យមនុស្សនឹងឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទេ so that's why ខ្ញុំយកចំណុចនេះនិយាយដោយសារតែខ្ញុំចង់ឲ្យគ្នាដឹងចំណុចមួយនៅពេលអ្នកគ្នាយល់នៅពេលអ្នកគ្នាដឹងអ្នកគ្នានឹង automatically អត់ compare ខ្លួនឯងណាគេក៏ដោយដែលអ្នកគ្នាមើលឃើញថាគេជាមនុស្សដែល confident គេ you know like ប៉កែឬក៏អីចឹងទៅចង់ឲ្យគ្នាយល់ថាគេប៉កែទៅលើអ្វីដែលគេអាចធ្វើបានឬក៏គេដឹងតែប៉ុណ្្នឹងឯងអ្វីដែលគេមានកន្លែងណាដែលគេបកកាយប៉ុណ្ណាគេយកអាហ្នឹងមកធ្វើម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតទៅជាជំនាញគេបង្កើតវាទៅជា momentum មួយនៅក្នុង system របស់គេរបៀបគេធ្វើអាហ្នឹង automatically ហ្មងនៅពេលដែលគេ master អាហ្នឹងបានណាតើអ្នកគ្នាដូចគ្នាតើអ្នកគ្នាមាន master អីគេមួយបានចំណុចណាមួយបានដែលជាអ្នកគ្នាអត់ no why ដោយសារអ្នកគ្នា level តែ compare ខ្លួនឯងជាមួយគេ level តែចាប់ចំណុចខុសរបស់ខ្លួនឯងហើយអត់ឲ្យតម្លៃទៅលើខ្លួនឯងអត់យកពេលវេលាហ្នឹងមកវឹកហាត់អាកន្លែងដែលខ្លួនឯងពេញចិត្តដែលខ្លួនឯងចូលចិត្តធ្វើឬក៏អីហ្នឹងទៅអ្នកគ្នាអាចមើលវីដេអូខ្ញុំគិតថាអូខ្ញុំ confident ណាស់ខ្ញុំបកកាយនិយាយឲ្យ advice ឬក៏អី I've been doing this for long like years ago okay មុននឹងខ្ញុំអាចនិយាយនៅក្នុងទូរស័ព្ទបានណាខ្ញុំនិយាយជាមួយខ្លួនឯងនៅក្នុងបន្ទប់រាប់ឆ្នាំខ្ញុំ to be honest ខ្ញុំជាមនុស្សដែលធ្លាប់ insecure ជាមួយនឹងសម្លេងរបស់ខ្លួនឯងអូខេ so ធម្មតាដែលយើងមាន insecurity យើងនឹងឃើញទៅខ្លួនឯងរហូតកន្លែងណាមិនគួរឲ្យទៅក៏ទៅខ្លួនឯងបានដែរ so ខ្ញុំទៅតាំងពីសម្លេងរបស់ខ្លួនឯងឡើងខ្ញុំគិតថាសម្លេងខ្ញុំ like អត់ soft អីដូចគេអីចឹងណា but នៅពេលខ្ញុំធ្វើវីដេអូគឺមានតែមាន comment ថាគាត់ស្រឡាញ់សម្លេងខ្ញុំហើយសម្លេងខ្ញុំជាសម្លេងដែល comfort សម្រាប់គាត់អីចឹងទៅ see អីដែលខ្ញុំ insecure ទៅប្រហែលគឺដោយសារតែខ្ញុំគិតទៅលើខ្លួនឯង so មុននឹងខ្ញុំហ៊ាននិយាយនៅក្នុងមាន confidence និយាយនៅក្នុងទូរស័ព្ទតើអ្នកគ្នាដឹងថាប្រហែលដងដែលខ្ញុំផុសហើយខ្ញុំលុបវីដេអូខ្លួនឯងអត់មូលហេតុដែលខ្ញុំអាចមកដល់ថ្ងៃនេះបានគឺដោយសារខ្ញុំ work on insecurity របស់ខ្ញុំព្យាយាមស្វែងយល់ខ្ញុំព្យាយាមរៀនពីខ្លួនឯងវាមិនមែនជាអ្វីដែលខ្ញុំកើតមកខ្ញុំមានអាហ្នឹងទេ it's something ដែលខ្ញុំ build ហើយខ្ញុំធ្លាប់ធ្វើច្រើនដងពីមុនមក and មួយទៀតគឺខ្ញុំរៀនភាសាអង់គ្លេសខ្លួនឯងដូចគ្នា so ខ្ញុំត្រូវតែអាសាយ communication ជាមួយខ្លួនឯងអីចឹងណាអត់មានដៃគូអីនិយាយអង់គ្លេសទេគឺរៀនតែខ្លួនឯងនិយាយជាមួយខ្លួនឯង practice ខ្លួនឯងអីគេទាំងអស់ that's why វាទៅជា skill មួយដែលវាធ្វើឲ្យខ្ញុំcomfortable ក្នុងការនិយាយពេលដែលខ្ញុំមានអារម្មណ៍ចាប់ផ្ដើម comfortable នៅក្នុងការនិយាយក្នុងការ express opinion របស់ខ្ញុំ one thing គឺមនុស្សខ្ញុំគឺខ្ញុំចូលចិត្ត analyze ខ្ញុំចូលចិត្ត observe ហើយខ្ញុំចូលចិត្ត sharing idea អ្វីមួយដែលខ្ញុំគិតថាពេលខ្ញុំ share ទៅអាចជួយអ្នកគេបានអញ្ចឹងខ្ញុំចង់ធ្វើអាហ្នឹងមែនតើនេះជា gift របស់ខ្ញុំដែលខ្ញុំមានអញ្ចឹងខ្ញុំនៅអត់ស្ងៀមទេខ្ញុំត្រូវតែរកផ្លូវដែលខ្ញុំអាចធ្វើរឿងហ្នឹងបានបងគឺពេលដែលខ្ញុំអត់ទាន់និយាយ motivation អីនៅក្នុង TikTok នៅក្នុង YouTube អីចឹងគឺខ្ញុំតែងតែ post motivation quote opinion របស់ខ្ញុំនៅក្នុង Instagram story របស់ខ្ញុំហូហែនេះខ្ញុំនេះឲ្យតែ post ម្ដងគឺសិតតែ motivation សិតតែស្អីណានៃអ្នកដែល follow IG របស់ខ្ញុំអី
គឺគេដឹងឲ្យថារាល់ពេលដែលខ្ញុំផុសគឺសិតតែផុសអញ្ចឹងអីណានិយាយពីជីវិតឬក៏អីចេះអញ្ចឹងនៅពេលដែលខ្ញុំផុសនៅក្នុង Instagram ហើយចាប់ផ្ដើមហ៊ានធ្វើជាវីដេអូនិយាយខ្លីៗអីចឹងទៅ and ដំបូងចាប់ផ្ដើម share ចែកម្លែកពី insecurity គិតថាមុខខ្លួនឯង weak នៅក្នុងកាមេរ៉ាថាខ្ញុំជាមនុស្សធ្លាប់ struggle កន្លែងហ្នឹងដូចគ្នា and ដល់ពេលដែលខ្ញុំស្រាវជ្រាវខ្ញុំនេះទៅបើខ្ញុំដឹងថាអូតាមពិតទៅវាគ្រាន់តែជាខួរក្បាលរបស់យើងវាអត់ទលាប់មើលយើងនៅក្នុងកាមេរ៉ាក្រោយឬក៏អីចឹងទៅខ្ញុំគិតថាអូអានេះវាមានប្រយោជន៍តែបើសិនខ្ញុំ share ទៅនឹងមានមនុស្សច្រើនដែលគេលែងមាន insecurity នឹងដូចខ្ញុំដូចគ្នា and ដល់ពេលខ្ញុំធ្វើអាហ្នឹងទៅក៏ផ្ទុះវីដេអូហ្នឹងដល់ពេលចឹងទៅឃើញដល់ពេលយើងចាប់ផ្ដើមធ្វើអីគេមួយតែយើងធ្វើក្រោយទៀតយើងអត់ពិបាកធ្វើទេដោយសារអីរឿងហ្នឹងយើងធ្លាប់ធ្វើពីមុនមកខួរក្បាលរបស់យើងវា recognize ថាអូអានេះវាជារឿងដែលយើងធ្លាប់ធ្វើពីមុនមក so it's okay yeah so ដល់ពេលចឹងវាចិត្តតែមកហោហែទៅរហូតទៅខ្ញុំ share ចែកម្លែកអំពីការសម្បកដើមដៃរបស់ខ្ញុំយើងគួរតែ accept ខ្លួនឯងមាន confidence ទៅលើខ្លួនឯងហោហែមករហូតដល់ខ្ញុំឥឡូវនេះយ៉ាអញ្ចឹងទោះបីជាខ្ញុំឥឡូវហ្នឹងខ្ញុំបកកែខ្ញុំនិយាយ motivation ឲ្យអ្នកគ្នាចេះមែនក៏មិនប្រកាសថាខ្ញុំនឹងឆ្លាតជាងអ្នកគ្នាឬក៏បកកែជាងអ្នកគ្នាដែរអាចថាអ្នកគ្នាអត់មានជំនាញនៅក្នុងការនិយាយ motivation ដូចខ្ញុំប៉ុន្តែអ្នកគ្នាមាន talent ក្នុងការធ្វើអីគេផ្សេងអ្វីអ្នកគ្នាធ្វើអីផ្សេងហ្នឹងគឺខ្ញុំមិនអាចធ្វើដូចអ្នកគ្នាបានទេដោយសារតែហ្នឹងវាអត់មែនជាខ្ញុំ so អ្នកគ្នាតែងតែមានអ្វីមួយដែលអ្នកគ្នាអាច master បានហើយគឺមានតែអ្នកគ្នាមកដែលបកកែនៅកន្លែងហ្នឹងខ្ញុំចង់អ្នកគ្នារកអាហ្នឹងវាជាអ្នកគ្នាហើយវាអត់មែនមានន័យថាជារឿងដែលអ្នកគ្នាធ្វើតែឯងអត់មានអ្នកធ្វើដូចអ្នកគ្នា no ខ្ញុំជាអ្នកធ្វើ video motivation អញ្ចឹងទៅខ្ញុំ speaking from my experience from my knowledge អញ្ចឹងមានអ្នកផ្សេងដែលគេធ្វើ motivation ដូចខ្ញុំប៉ុន្តែគេអត់ដូចខ្ញុំដោយសារអីគេ speaking from their experience from their knowledge from their perspective គឺយើងតែមាន perspective ខុសៗគ្នា and ចំណងចិត្តក៏ខុសៗគ្នា so វាអាចដូចគ្នាបានទេអីគេក៏ដោយអត់អាចដូចគ្នាបានទេទោះបីជាអ្នកគ្នាអាច copy គ្រប់ពាក្យរបស់ខ្ញុំនេះទៅនិយាយនៅក្នុងវីដេអូរបស់អ្នកគ្នាក៏អ្នកមើលទទួលបានអារម្មណ៍ខុសគ្នាដែរទាំងអ្នកគ្នាត្រូវតែយល់ថាអត់មានអ្នកគេអាចដូចអ្នកគ្នាហើយអ្នកគ្នាក៏អត់អាចដូចគេបានដែរគ្នាត្រូវតែ embrace your uniqueness ហ្នឹងអូខេសូម្បីនិយាយទៅគ្រាន់តែអ្នកគ្នាកើតមកក្នុងគ្រួសារ condition គ្រួសាររបស់គ្នាសង្គមរបស់គ្នា experience ជីវិតរបស់អ្នកគ្នាតើមានអ្នកគេអ្នកធ្លាប់ជួប experience ជីវិតដូចអ្នកគ្នា 100% អត់ noអត់មានអ្នកគេអាចជួបរឿងដូចគ្នា 100% ទាំងអស់ដោយសារយើងនៅជីវិតផ្សេងគ្នាយើងមិនមែនជើងដៃជាប់គ្នា you know so ត្រូវតែគិតកន្លែងហ្នឹងថាអ្នកគ្នាមានអីគេមួយដែល experience life experience របស់អ្នកគ្នាហ្នឹងគឺវា special អូខេគឺវា shape ឲ្យអ្នកគ្នាមកដល់អ្នកគ្នាឥឡូវនេះ so គុំចំណាយពេលរបស់ខ្លួនឯង regret like សោកស្ដាយគិតថាខ្លួនឯងជាជនរងគ្រោះគិតថាខ្លួនឯងអាច you know like ជីវិតខ្ញុំកំសត់ខ្ញុំកើតមកគ្រួសារខ្ញុំបែបនេះកំសត់ចេះឈប់ចំណាយពេលឈប់ចំណាយ energy របស់ខ្លួនឯងទៅលើរឿងហ្នឹងព្រោះវាអ្នកគ្នាអាចបង្កើតអ្វីបានចេញពីការគិតមួយហ្នឹងទេ my whole platform គឺខ្ញុំចង់ឲ្យអ្នកគ្នាស្គាល់ខ្លួនឯងហើយមាន confidence ទៅលើខ្លួនឯងជាខ្លួនឯងត្រូវតែ embrace ខ្លួនឯងបើសិនជាការគិតថាខ្លួនឯងជាជនរងគ្រោះបានជួយអ្វីដល់មនុស្សយើងខ្ញុំគិតមុនគេហើយអូខេខ្ញុំអត់មែនមកប្រាប់អ្នកគ្នាឈប់គិតអីទេដោយសារខ្ញុំធ្លាប់គិតថាខ្លួនឯងជនរងគ្រោះដូចគ្នាខ្ញុំធ្លាប់មានអាគំនិតស្អប់ពិភពលោកស្អប់បែបនេះស្អប់បែបនោះខ្ញុំធ្លាប់មានអានឹងដូចគ្នាខ្ញុំ confidence ក្នុងការនិយាយថាវាអត់មានផលអីមកកាន់អ្នកគ្នាទេវាកាន់តែធ្វើឲ្យអ្នកគ្នាកាន់តែ worse ហើយមនុស្សជុំវិញអ្នកគ្នាកាន់តែ worse ទៀតអ្នកគ្នាអាចជួយគេបានអាច inspire គេបានលុះត្រាតែអ្នកគ្នានៅក្នុង state មួយដែលអ្នកគ្នាអាចបំពេញឲ្យគេបានដោយសារអ្នកគ្នាមានខ្លួនឯង you know so បំពេញអានឹងមកកាន់ខ្លួនឯងពេលដែលយើងមានអានឹងយើងនឹង automatically យើងចេះជួយគេយើងចេះចែកម្លែកទៅកាន់គេដោយសារ at the end of the day គឺយើងរស់នៅដើម្បីគ្នាបើសិនជាខ្ញុំគ្រាន់តែធ្វើរឿងទាំងអស់ហ្នឹងដើម្បីប្រយោជន៍តែខ្ញុំអត់មានដល់ថ្ងៃនេះទេខ្ញុំនឹងអត់មាន motivation ក្នុងការ keep going ទេបើសិនជាខ្ញុំអត់ធ្វើដើម្បីមនុស្សមូលហេតុដែលធ្វើខ្ញុំមាន motivation នៅតែ keep going នៅតែ keep being myself use our potential របស់ខ្ញុំនឹងដោយសារខ្ញុំដឹងថានៅពេលដែលខ្ញុំ reach potential របស់ខ្ញុំនឹងមាន confidence ខ្លួនឯងចឹងបានបំពេញខ្លួនឯងបានចឹងបានគឺខ្ញុំអាចចែកម្លែកឲ្យគេបានបើសិនជាខ្ញុំគិតថាវត្តមានរបស់ខ្ញុំនៅលើផែនដីនឹងអត់មានប្រយោជន៍ខ្ញុំមិនអាចជួយអ្នកគេបានណា like ខ្ញុំគិតថាមនុស្សយើងឡើង like so at the end of the day គឺយើងរស់នៅដើម្បីគ្នាទៅវិញទៅមកទេកុំភ័យខ្លាចនៅក្នុងការស្រឡាញ់ខ្លួនឯងឬក៏ build confidence របស់ខ្លួនឯងលើកលែងទោសឲ្យខ្លួនឯងកុំភ័យខ្លាចក្នុងការធ្វើនឹងវាជារឿងដែលល្អទេ you know ដល់ពេលអញ្ចឹងទៅយើងអាច inspiration ឲ្យមនុស្សជុំវិញខ្លួនរបស់យើងមាន energy positive នឹងដូចគ្នា so ខ្ញុំសង្ឃឹមថាវីដេអូមួយហ្នឹងគឺអាចជួយអ្នកគ្នាក្នុងការ build up confidence របស់ខ្លួនឯងបាន and don't be afraid to be yourself so yeah វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានមើលវីដេអូមួយនេះ and see you guys in the next video bye bye